កន្លែងការងារខ្ញុំគ្នាធ្វើការវេនយប់រឿងស្រួលដែរគ្នាការងារវាមានកន្លែងមានអីមកញ៉ៃញ៉ៃចឹងគ្នាហើយកម្មសិន4គ្នាខ្ញុំកម្មសិន4យើងដាក់ដៃហើយទៅនេះហើយយើងទុកម៉ាស៊ីនឲ្យវាដើរដំណើរការវាស៊ីចឹងណាហើយយើងគាត់ថាឈោមើលចឹងណាគាត់ថាឈោមើលហើយគាត់ថាលោតភ្លើងទៅក្រូចចឹងយើងគាត់ថាប៉ាងទ្វារយកដែកចេញមកហើយដែកកន្លែងខ្ញុំធ្វើនេះដែកទូគ្នាអត់ទៅធម្មតាទេខាងគ្រឿងផ្គុំខាងគ្រឿងឡានណាគ្នាគ្រឿងផ្គុំឡានចឹងវាអត់ទៅដែកធំហ្មងទេគេយកទៅផ្គុំតគ្នាទៀតចឹងយកទៅផ្សារគេយកផ្សាររបត់ហ្នឹងគ្នាហើយកន្លែងខ្ញុំនេះគាត់ថាតឡើងគ្រឿងកឡើងអីទេគ្នាហើយវាស្រួលដែរការងារវាអត់មានកន្លែងមានអីមកថាឲ្យយើងចឹងយើងធ្វើវាយប់ស្រួលយល់សេរីគ្នាការងារសេរីយើងដាក់កាសមើលរឿងមើលអីបានធម្មតាប៉ុន្តែកុំឲ្យតាមសិនបាក់ផ្លែតាមសិនបាក់ផ្លែយើងអត់ដឹងចប់ហើយមកសិនវាមានផ្លែ10ផ្លែ10អីចឹងវាស៊ីខ្ទេចមកគ្នាបើយើងអត់បានមើលចឹងគ្នាហើយបើយើងបានមើលទៅម៉ាស៊ីនយើងបិទម៉ាស៊ីនតន់ទៅឲ្យមេការគាត់មកដូរផ្លែដូរអីចឹងណាគ្នាហើយគ្រាន់តែដាក់ហើយគ្រាន់តែកោឈីបតិចគ្នាស្រួលទេការងារឡើយនេះយរួមវាមានសម្ពាធហ្មងគ្នាហើយធ្វើការស្ដាប់មួយខ្មែរគ្នាអញ្ចឹងស្រួលខ្ញុំគិតថាស្រួលមែនតើហ្មងការងារកន្លែងនេះការងារថ្ងៃបើយើងថែមម៉ោងបានធ្វើថ្ងៃសៅរ៍មួយថ្ងៃ2ម៉ោងចូល8ចេញ8អញ្ចឹងគ្នាវាបានដែរតែ3លានតិចតួចអញ្ចឹងណាគ្នា3លានជាងក៏មាន3លាន30 3លានអីចឹងគ្នាទុំបានប៉ុណ្ណឹងប៉ុន្តែដោយសារតែការងារយើងវាស្រួលដែរវាមានសម្ពាធអញ្ចឹងគ្នា